តើអ្វីទៅជាកូនអុកតើអ្វីទៅពិភពលោកបច្ចុប្បន្នតើអ្វីទៅជារឿងត្រឹមត្រូវរបស់ខ្មែរគួរតែធ្វើខ្ញុំលើកចម្លើយចំនួន3ដើម្បីឲ្យស្វែងយល់អ្វីជានយោបាយទី1ជួយទប់ទល់គឺកម្លាំងនៃការសាមគ្គីឯកភាពជាតិខ្មែរដើម្បីបញ្ចប់សង្គ្រាមស៊ីវិលឬសង្គ្រាមឈានពានគឺគ្មានមនុស្សស្លាប់បន្តតាមរយៈធ្វើសង្គ្រាមដើម្បីឈ្នះធ្វើសង្គ្រាមដើម្បីទប់ទល់យកឈ្នះពេលវេលាសត្រូវចុះខ្សោយចុងក្រោយចុះចាញ់ឬសង្គ្រាមនីតិវិធីដើម្បីបញ្ចប់សង្គ្រាមដូចជាយុទ្ធវិធីនៃសម្ដេចតេជោយកឈ្នះលើខ្មែរក្រហមដោយចម្បាំងនយោបាយដូចជាយុទ្ធវិធីសម្ដេចធិបតីឈ្នះលើសង្គ្រាមសៀមឈ្លានពានដោយការទប់ទល់មិនច្បាំងឲ្យសត្រូវចុះខ្សោយនៅចុងក្រោយសត្រូវគង់តែបញ្ចប់សង្គ្រាមនិងប្រើប្រាស់នីតិវិធី GBC, JBC, MOU 2000ដើម្បីបាននៅផែនទីច្បាស់លាស់ដូចជាយុទ្ធវិធីនៃនីតិវិធីការទូតខ្មែរគឺខ្មែរអាចទទួលផលប្រយោជន៍លើពីសង្គ្រាមផ្នែកយោធាសេដ្ឋកិច្ចពាណិជ្ជកម្មនិងនយោបាយជាតិនិងអន្តរជាតិយើងហៅថាការទប់ទល់ដែលមានលទ្ធផលដ៏ល្អបំផុតទូនីតិនីតិវិធីគឺជាទូនីតិចម្បងដើម្បីរកទង្វើខុសត្រូវនានានៅក្នុងសង្គ្រាមក្រោយទប់ទល់ឈ្នះឬក្រោយឈ្នះនៃសង្គ្រាមឈ្លានពានតាមរយៈធ្វើបណ្ដឹងឬកិច្ចព្រមព្រៀងនានាដូចជាប្តឹង ICJ, ICC ឲ្យសៀមទទួលខុសត្រូវនិងប្រើកិច្ចព្រមព្រៀងដើម្បីគ្រប់គ្រងរាល់ស្ថានភាពនៅពេលមានបញ្ហាណាមួយដូចជាសម្ដេចធិបតីតេជោប្រើប្រាស់នីតិវិធីកិច្ចព្រមព្រៀងដើម្បីយកឈ្នះក្តីសៀមនៅលើរឿងក្តីប្តឹង ICJ ប្រាសាទព្រះវិហារដូចជាសម្ដេចធិបតីប្រើការស៊ើបអង្កេតស្វែងរករាល់វត្ថុតាងនិងមានសាក្សីដើម្បីរៀបពាក្យបណ្ដឹងប្តឹង ICC ដូចជាសម្ដេចធិបតីប្រើកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់នីតិវិធីនានាជាសម្ពាធដែលត្រូវតែសៀមទទួលខុសត្រូវនៅក្នុងសង្គ្រាមនិងក្រោយសង្គ្រាមដូចជាករណីខូចខាតបេតិកភណ្ឌពិភពលោករងគ្រោះថ្នាក់នៃសង្គ្រាមបាញ់ប្រហារប្រជាជនខ្មែរចាប់កងទ័ពខ្មែរក្រោយបទឈប់បាញ់ទាំង18នាក់ដោយខុសច្បាប់និងទាំងរឿងបញ្ហារំលោភចាប់ក្មេងស្រី18ឆ្នាំដោយពួកយោធាសៀមជាដើមយើងហៅថាទទួលយុត្តិធម៌ដើម្បីឲ្យអ្នកខុសទទួលខុសត្រូវទី3ដើម្បីសហការគឺជាការធ្វើការចូលរួមជាមួយគ្នាឬជាមួយរវាងប្រទេសជាច្រើនដើម្បីដោះស្រាយបញ្ហាឬសម្រេចរកនៃគោលបំណងដែលប្រទេសតែមួយមិនអាចធ្វើបានតែឯងបានវាជាទំនាក់ទំនងប្រកបដោយសន្តិភាពសង្គ្រោះគ្នានិងរាល់ការជួយគ្នារវាងរដ្ឋាភិបាលនិងអន្តរជាតិដោយគ្មានសម្ពាធទេមិនមែនដូចជាគេនិយាយថាជាអាយ៉ងជាកូនអុកលើកទៅជាអ្វីផ្សេងនោះឡើយដូច្នេះហើយបានខ្ញុំចង់ឲ្យបងប្អូនយល់អ្វីទៅជាសេដ្ឋកិច្ចពាណិជ្ជកម្មអន្តរជាតិអ្វីទៅជាទំនាក់ទំនងយោធាតំបន់អ្វីទៅជានយោបាយអន្តរជាតិព្រោះមិនមែនជាសម្ពាធទេសូម្បីតែមហាអំណាចអាមេរិកចិនរុស្ស៊ីអង់គ្លេសបារាំងជប៉ុនអូស្ត្រាលីជាដើមគឺរស់ក្នុងសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមកមិនមែនជាកូនអុកឬជាអាយ៉ងឡើយហើយពួកគេរស់នៅក្នុងបច្ចុប្បន្នគឺមិនមែនរស់នៅក្នុងសង្គ្រាមលោកលើកទី1លោកលើកទី2ឬសង្គ្រាមត្រជាក់នោះទេគឺពួកគេរស់នៅក្នុងបច្ចុប្បន្នឲ្យរឹងមាំអភិវឌ្ឍលើគ្រប់វិស័យដូចជានៃសម័យសម្ដេចធិបតីធ្វើឲ្យខ្មែរអាចទាន់ពិភពលោកខាងក្រៅទាំងអស់នេះគ្រាន់តែជាទិន្នន័យសង្ខេបបែបខ្លីដើម្បីឲ្យបងប្អូនស្វែងយល់បើមានចំណុចជ្រុលលើសខ្វះនៅត្រង់ចំណុចណាខ្ញុំសូមការអធិស្ឋានទុកជាមុននិងខ្ញុំសូមគោរពអរគុណរាល់បងប្អូនដែលបានលះបង់ចំណាយពេលវេលាដ៏មានតម្លៃដើម្បីអានតាំងពីដើមរហូតដល់ចប់នៅចុងបញ្ចប់សូមឲ្យបងប្អូនត្រូវតែជឿជាក់លើរដ្ឋាភិបាលដើម្បីជាតិយើងចប់រូបភាពនៃអត្ថបទឆ្លើយតបប្រភពពី6 ណែវផងដែរតកតងទៅនឹងព័ត៌មានចែករំលែកថ្ងៃនេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា